ថ្ងៃនេះចូលព្រៃដើម្បីរកផ្សិតទៀតឲ្យបងប្អូនទាំងអស់គ្នាតើចង់ដឹងថានេះខ្ញុំយកផ្សិតទៅធ្វើម្ហូបអីតោះមកតាមដានទាំងអស់គ្នាណាបងប្អូនជម្រាបសួរសួស្តីពុកម៉ែមីងបងប្អូនទាំងអស់គ្នាពីប្រទេសបារាំងទៅទៀតហើយថ្ងៃនេះមកចូលព្រៃដើម្បីរកផ្សិតទៀតឲ្យបងប្អូនដើរមកព្រឹកពេញហើយតែមកឃើញផ្សិតមួយនេះទេបងប្អូនហើយល្អមែនតើនេះឥឡូវគឺមករៀបចំកាត់ផ្សិតឲ្យបងប្អូនឃើញផ្សិតនឹងឡើងធំក៏ប្លង់តែម្ដងបងប្អូនហើយមើលតែជើងគេទៅឡើងចង់ប៉ុនក៏ដៃបងប្អូនធំមែនតើបងប្អូនអើយសំខាន់ដើរឡើងព្រឹកឲ្យពេលដែលបានឃើញផ្សិតមួយធំល្អអញ្ចឹងគឺសប្បាយចិត្តមែនតើបងប្អូនហើយឥឡូវយើងកំពុងតែចិតដីចិតជើងចាស់ចេញឲ្យស្អាតសិនទៅបងប្អូនមុននឹងយកមកផ្ទះអញ្ចឹងយើងសម្អាតឲ្យហើយទៅមកដល់ផ្ទះលាងទឹករួចតែម្ដងបងប្អូនគឺអត់មានអីសម្អាតអីច្រើនទេផ្សិតនេះដល់សារវានៅខ្ចីដែរឥឡូវយើងយកដល់ផ្ទះហើយយើងក៏មកកាត់ផ្សិតនឹងដើម្បីយកទៅធ្វើម្ហូបបងប្អូនយើងកាត់រៀងចំណិតល្មមអញ្ចឹងទៅបងប្អូនកុំក្រាស់ពេកកុំដើងពេកបងប្អូនដើម្បីមកម៉ូបយើងងាយស្រួលក្នុងការយកទៅបំពងបងប្អូនយើងត្រូវយកទៅលាបមួយម្សៅឬក៏តិចនំប៉័ងទៀតបើយើងស្ដើងពេកក៏ពិបាកក្នុងការលាបមួយក៏តិចនំប៉័ងណាបងប្អូនបើយើងក្រាស់ពេកខ្លាញ់បំពងអត់ឆ្អិនឥឡូវនេះយើងមកលាយគ្រឿងដើម្បីយកទៅបំពងបងប្អូនមានដូចជាក៏តិចនំប៉័ងមានដូចជាម្សៅបំពងហើយនឹងជាមួយនឹងពងមាន់2គ្រាប់ផងដែរបងប្អូនហើយពងមាន់នេះលាងល្វើយដូចពងកពើអញ្ចឹងណាបងប្អូនយើងលាយគ្រឿងយកហើយយើងក៏យកផ្សិតយើងមកដាក់លាបជាមួយនឹងពងមាន់អញ្ចឹងទៅបងប្អូនលាបឲ្យសព្វហើយយើងប្រែចុះប្រែឡើងលាបឲ្យវាសព្វល្អទៅបងប្អូនហើយបន្ទាប់មកយើងក៏ដាក់លាបជាមួយនឹងកតិចនំប៉័ងយើងដាក់មួយនឹងកតិចនំប៉័ងអញ្ចឹងទៅយកទៅបំពងទៅបងប្អូនហើយគឺឆ្ងាញ់មែនតើផ្សិតណាស់បងប្អូនបងប្អូនមិនដែលសាក់អាចសាក់ធ្វើបងប្អូនហើយឆ្ងាញ់ណាស់ហើយយើងក៏លាបរួចហើយយើងក៏មើលខ្លាញ់របស់យើងម្ដងបងប្អូនខ្លាញ់របស់យើងមើលទៅដាក់ឈើអញ្ចឹងហើយបើយើងវាចេញពុះក្តៅហើយយើងក៏ដាក់ផ្សិតចូលទៅបងប្អូនហើយយើងបំពងភ្លើងបើកតិចបានណាបងប្អូនដើម្បីកុំឲ្យវាឆាប់ខ្លោចកតិចនំប៉័ងអញ្ចឹងណាដើម្បីឆ្អិនដល់ខាងក្នុងផ្សិតដែរបងប្អូនយើងដាក់បំពងយើងប្រែចុះប្រែឡើងអញ្ចឹងទៅបងប្អូនហើយផ្សិតនឹងបំពងក៏រៀនចំណាយពេលរៀងយូរដែរបងប្អូនហើយនេះខ្ញុំបំពងខ្ទះឡើងទូចំណមាញ់ហើយមើលតែឆ្អិនហាងបងប្អូនយើងក៏ស្រង់ដាក់កតោមួយអញ្ចឹង